សេដ្ឋកិច្ចបច្ចុប្បន្នកំពុងតែពិបាកលុយក៏ពិបាករកអវ៉ាន់ក៏រៀងឡើងថ្លៃអញ្ចឹងក្នុងនាមយើងជាអ្នកលក់ម្នាក់ក៏យើងត្រូវដឹងសុខទុក្ខអតិថិជនរបស់យើងដូចគ្នាមែនទេក្នុងនាមយើងជាអ្នកលក់ម្នាក់ណាក៏ត្រូវចេះតាមដានការវិវត្តនៃអាកប្បកិរិយារបស់អតិថិជនរបស់យើងដូចគ្នានៅក្នុងសេដ្ឋកិច្ចលំបាកខ្ញុំជឿថាអតិថិជនរបស់យើងក៏កំពុងតែពិបាកដែរអញ្ចឹងនៅពេលដែលយើងយល់ពីពួកគាត់បានច្រើនឱកាសនៅក្នុងការចូលទៅចិត្តគាត់ក៏ខ្ពស់ហើយយើងក៏អាចជួយគាត់បាននៅក្នុងស្ថានភាពមួយហ្នឹងហើយខ្ញុំជឿថាយើងក៏មានឱកាសលក់ដូចគ្នានៅពេលដែលយើងយល់ពីអតិថិជនរបស់យើងបានច្រើនបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកទាំងឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងចេញពីការងារដែលខ្ញុំកំពុងតែធ្វើជាមួយអតិថិជននៅពេលបច្ចុប្បន្នខ្ញុំសង្កេតឃើញថាអតិថិជនកំពុងតែមានការផ្លាស់ប្ដូរខ្លាំងហើយខ្ញុំមានចំណុចគួរឲ្យចាប់អារម្មណ៍ចំនួន5ដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយហ្នឹងហើយបងប្អូនស្ដាប់ហើយសូមយកចិត្តទុកដាក់ទៅលើការងារទាំង5នេះខ្ញុំជឿថាវាអាចជួយដល់បងប្អូនទាំងអស់គ្នាឲ្យយល់ពីអតិថិជននៅក្នុងគ្រាលំបាកកាន់តែខ្លាំងជាងមុនហើយយើងអាចមានឱកាសលក់កាន់តែច្រើនជាងមុនជាមួយនឹងពួកគាត់បង្កើនការលក់ 20% ជាមួយនឹង K Store App by BZ Advisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដែរត្រូវតែលក់ជាមួយ K Store Appរឿងទី1ដែលខ្ញុំសង្កេតឃើញភ្ញៀវភាគច្រើនគឺគាត់ផ្ដោតទៅលើប្រសិទ្ធភាពនៃការចាយខ្លាំងជាងមុនពីមុនអត់សូវអីទេប៉ុន្តែដល់ពេលបច្ចុប្បន្ននេះចំណូលគាត់អត់សូវមានគាត់រកលុយអត់សូវបានគាត់ចាប់ផ្ដើមគិតថាតើលុយដែលគាត់ចាយទៅហ្នឹងវាមានប្រសិទ្ធភាពដែរអត់អញ្ចឹងអារឿងហ្នឹងយើងជាអ្នកលក់យើងត្រូវតែដឹងទាំងអស់គ្នាថាពីមុនមិនសូវអីទេប៉ុន្តែបច្ចុប្បន្ននេះគឺគេគិតលើប្រសិទ្ធភាពនៃការចាយហ្នឹងខ្លាំងមែនទែនអញ្ចឹងក្នុងនាមយើងជាអ្នកលក់យើងត្រូវធ្វើអីយើងត្រូវចាប់ផ្ដើមពង្រឹងឬក៏ចាប់ផ្ដើមធ្វើការងារមួយចំនួនដែលធ្វើឲ្យអតិថិជនមើលឃើញពីតម្លៃនៃផលិតផលរបស់យើងវាប្រើបានយូរជាងមុនវាធ្វើឲ្យមានគុណភាពល្អជាងមុនវាធ្វើឲ្យយើងសន្សំសំចៃបានច្រើនជាងមុនអានឹងជារឿងមួយដែលបងប្អូនទាំងអស់គ្នាត្រូវតែបង្ហាញសារទាំងអស់ហ្នឹងទៅកាន់អតិថិជនរបស់យើងខ្ញុំជឿថានៅពេលដែលស្ថានភាពសេដ្ឋកិច្ចមិនល្អអតិថិជនមួយចំនួនគាត់ចាប់ផ្ដើមគិតថាតើគាត់ចាយទៅគាត់បានអីត្រឡប់មកវិញអានឹងជាបញ្ហាធំមែនទែនសម្រាប់យើងជាអ្នកលក់អញ្ចឹងបើសិនជាយើងជាអ្នកលក់យើងអត់បានបង្ហាញសារឆ្លើយតបជាមួយរឿងទាំងអស់ហ្នឹងទៅកាន់ពួកគាត់ទេខ្ញុំគិតថាយើងនឹងពិបាកនៅក្នុងស្ថានភាពមួយហ្នឹងអញ្ចឹងក្នុងនាមយើងជាអ្នកលក់យើងត្រូវតែចេះផ្ញើសារទាំងអស់ហ្នឹងជាពិសេសគឺធ្វើម៉េចឲ្យគាត់ឃើញថារបស់យើងមានគុណភាពរបស់យើងល្អរបស់យើងធ្វើឲ្យគាត់ចំណាយមកគឺទទួលបានលើសពីអ្វីដែលគាត់ចំណាយមកលើយើងទៅទៀតអានឹងជារឿងមួយដែលយើងត្រូវបង្ហាញគាត់ម្ដងហើយម្ដងទៀតទាំងលើអនឡាញទាំងក្នុង offline ខ្ញុំគិតថាជារឿងមួយដែលយើងត្រូវធ្វើទាំងអស់គ្នាព្រោះអតិថិជនប្រែហើយក្នុងស្ថានភាពលំបាកគាត់រលុយអត់សូវបានអញ្ចឹងមុននឹងគាត់ចាយគាត់គិតចាយទៅបានអីមកវិញអានឹងជារឿងមួយដែលយើងត្រូវមើលទាំងអស់គ្នាទី2ខ្ញុំសង្កេតឃើញថាភ្ញៀវក្តាប់លុយខ្លាំងជាងមុនរបស់ណាមិនចាំបាច់គឺគាត់អត់ចាយទេអានឹងយើងទទួលស្គាល់ទាំងអស់គ្នាពីមុនមកវាអាចថាមានដែរជាទូទៅប៉ុន្តែនៅក្នុងស្ថានភាពនេះគឺកាន់តែខ្លាំងជាងមុនរបស់ខ្លះក៏អត់ចាំបាច់គាត់អត់ចាយទេអញ្ចឹងក្នុងនាមយើងជាអ្នកលក់យើងគួរធ្វើអីយើងគួរតែកាត់បន្ថយអាការផ្សព្វផ្សាយបែបស៊ីអារម្មណ៍បែបស៊ីវិល័យអីយើងងាកមកផ្សព្វផ្សាយពីអត្ថប្រយោជន៍វិញយើងងាកមកផ្សព្វផ្សាយពីដំណោះស្រាយប្រចាំជីវិតវិញឲ្យអតិថិជនរបស់យើងមើលឃើញថាអារបស់នឹងវាសំខាន់មែនទែនសម្រាប់ជីវិតរបស់គាត់សំខាន់មែនទែនសម្រាប់ដោះស្រាយបញ្ហានៅក្នុងស្ថានភាពមួយហ្នឹងអញ្ចឹងពីមុនមកខ្ញុំជឿថាយើងផ្សាយបែបសបាយអីវាមានអ្នកមើលវាមានអ្នកមកទិញដែរប៉ុន្តែមកដល់ម៉ោងនេះខ្ញុំគិតថាបើសិនជាយើងមិនងាកទេយើងអាចនឹងបាត់អតិថិជនណាអញ្ចឹងអតិថិជនយើងត្រូវដឹងថាពីមុនគាត់ចាយរៀងធូរជាងមុនប៉ុន្តែមកដល់ម៉ោងនេះគាត់ចាយរៀងក្តាប់ជាងមុនដែរអញ្ចឹងបើអត់ចាំបាច់គាត់អត់ចាយទេអញ្ចឹងក្នុងនាមយើងជាអ្នកលក់ក្នុងនាមយើងជាអ្នកផ្សព្វផ្សាយយើងត្រូវមើលដែរថាយើងត្រូវផ្សព្វផ្សាយចំណុចមួយណាដែលអតិថិជនយើងមើលឃើញថារបស់យើងនឹងវាសំខាន់ណាសម្រាប់ការរស់នៅរបស់គាត់វាសំខាន់វាចាំបាច់សម្រាប់ជីវិតរស់នៅរបស់គាត់អញ្ចឹងយើងបដូររបៀបធ្វើបន្តិចខ្ញុំគិតថាយើងអាចចូលទៅគៀកជាមួយនឹងអតិថិជនរបស់យើងបានកាន់តែល្អជាងមុនទី3ខ្ញុំគិតថាសេដ្ឋកិច្ចមិនសូវល្អភ្ញៀវកាន់តែខ្លាចអ្នកលក់ច្រើនជាងមុនគឺបាត់ទំនុកចិត្តច្រើនអ្វីដែលខ្ញុំមើលឃើញនៅក្នុងទីផ្សារណាជាបទពិសោធន៍របស់ខ្ញុំកន្លងមកខ្ញុំមានក្រុមការងារយើងចុះទៅលក់អីអញ្ចឹងណាយើង
លក់បានច្រើនប៉ុន្តែស្ថានភាពចុងក្រោយនេះអតិថិជនមួយចំនួនគាត់ចាប់ផ្ដើមខ្លាចអ្នកលក់មកដោយសារអីអ្នកលក់វាច្រើនសេដ្ឋកិច្ចវាពិបាកមនុស្សខូចក៏ចាប់ផ្ដើមចេញមកច្រើនដែរអញ្ចឹងរឿងហ្នឹងសំខាន់មែនទែនដែលយើងត្រូវតែមើលទាំងអស់គ្នាថាតើយើងគួរធ្វើម៉េចដើម្បីបង្កើនទំនុកចិត្តអតិថិជនរបស់យើងឲ្យបានកាន់តែច្រើនជាងមុនអញ្ចឹងពេលខ្លះទៅយើងដឹងហើយស្ថានភាពសេដ្ឋកិច្ចពិបាកមនុស្សខូចចាប់ផ្ដើមចេញមកច្រើនអញ្ចឹងរឿងដែលយើងត្រូវធ្វើអតិថិជនរបស់យើងឃើញគឺទី1គឺ credit របស់យើងនៅលើ social media page របស់យើងមិនដែរស្ថានភាពការផ្សព្វផ្សាយរបស់យើងមិនដែរ personal branding របស់យើងមិនដែរពេលខ្លះមានវីដេអូ testimonial បង្ហាញពីបទពិសោធន៍អតិថិជនប្រើខ្លះដើម្បីបង្កើនទំនុកចិត្តនៅលើ page របស់យើងអាហ្នឹងជាយុទ្ធសាស្ត្រមួយដែលយើងអាចធ្វើវានៅលើ page របស់យើងបានអញ្ចឹងខ្ញុំគ្រាន់តែចង់ highlight បងប្អូនទាំងអស់គ្នាថានៅក្នុងស្ថានភាពឥឡូវហ្នឹងពិបាកសេដ្ឋកិច្ចកាន់តែពិបាកភ្ញៀវចាប់ផ្ដើមមានអារម្មណ៍ថាអ្នកលក់ច្បោកច្បល់គ្នាល្អជាមួយអាក្រក់ចូលគ្នាវាធ្វើឲ្យពួកគាត់ចាប់ផ្ដើមមានអារម្មណ៍អត់ secure នៅក្នុងទីផ្សារជារឿងមួយដែលវាជាផលលំបាកមួយសម្រាប់យើងអ្នកលក់ដែរអញ្ចឹងជាយោបល់របស់ខ្ញុំទៅវិញយើងជាអ្នកលក់នៅក្នុងស្ថានភាពពេលហ្នឹងគួរតែពង្រឹងចំណុចណាមួយដែលធ្វើឲ្យភ្ញៀវមានទំនុកចិត្តមួយយើងកាន់តែច្រើនធ្វើបានកាន់តែច្រើនគឺកាន់តែល្អហើយសូមកុំធ្វើឲ្យមានបញ្ហាបើសិនជាយើងមានបញ្ហាជាមួយភ្ញៀវណាតែមួយយើងខ្លាយទៅជាផ្ទាំងស៊ីបមួយដែលធ្វើឲ្យភ្ញៀវដទៃទៀតគឺអត់ទិញយើងទេអាហ្នឹងជារឿងមួយដែលវា allergy មែនតើនៅក្នុងទីផ្សាររបស់យើងរាល់ថ្ងៃព្រោះអីអតិថិជនកំពុងតែសង្ស័យអ្នកលក់ស្របពេលដែលយើងកំពុងមានបញ្ហាគឺយើងដួលយកតែម្ដងអាហ្នឹងរឿងសំខាន់ដែលយើងត្រូវប្រយ័ត្នទាំងអស់គ្នាទី4ភ្ញៀវគិតលើវិធីសាស្ត្រឬក៏របៀបចាយលុយហ្នឹងច្រើនជាងមុនរបៀបចាយលុយនៅកន្លែងនេះខ្ញុំចង់សម្ដៅទៅលើការទូទាត់ខ្ញុំគិតថាពីមុនគាត់អាចមានលុយដុំឲ្យយើងប៉ុន្តែនៅក្នុងស្ថានភាពឥឡូវនេះបើសិនជាយើងមានរបៀបនៅក្នុងការទូទាត់ឲ្យគាត់កាន់តែល្អខ្ញុំគិតថាយើងនៅតែមានឱកាសច្រើនជាងអ្នកលក់ដទៃខ្ញុំឧទាហរណ៍ថាកន្លែងខ្លះបង់មលួសបានយើងអាចទៅជា model បង់មលួស payment 50% បានយើងអាច payment 50% គាត់អាចបង់ 30% ម្ដងក៏យើងទទួលអញ្ចឹងពេលខ្លះយើងត្រូវបត់បែនដែរនៅក្នុងស្ថានភាពហ្នឹងពួកខ្ញុំពីមុនមកខ្ញុំធ្វើការចប់ខ្ញុំ pay 100% ប៉ុន្តែឥឡូវនេះយើងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អយើងអាច pay 50% មុនចាប់ការងារ pay 50% ទៀតអញ្ចឹងដូចគ្នាបងប្អូនជាអ្នកលក់មួយចំនួនពេលខ្លះបើយើងមានជំរឿកាន់តែច្រើនយើងមានឱកាសកាន់តែច្រើនជាមួយនឹងអតិថិជនរបស់យើងអ្នកខ្លះក៏អាចបង់មលួសបានអ្នកខ្លះក៏អាចចូលរួម 30% ក៏អាចយករបស់ទៅប្រើបានអ្នកខ្លះក៏អាចបង់ 50% មុនក៏បានឬក៏អ្នកខ្លះក៏មាន model អីផ្សេងទៀតរបៀបទូទាត់យើងកាន់តែល្អខ្ញុំគិតថាយើងកាន់តែមានប្រៀបជាងគេនៅក្នុងទីផ្សារអតិថិជននាពេលបច្ចុប្បន្ននេះគាត់មានបញ្ហាខ្លះនៅលើហិរញ្ញវត្ថុរបស់គាត់អញ្ចឹងបើសិនជាគាត់មានឱកាសនៅក្នុងការ save budget របស់គាត់បានខ្លះឬក៏ទប់ budget របស់គាត់បានខ្លះខ្ញុំគិតថាគាត់អាចនៅតែជាជំរើសមួយសម្រាប់ជ្រើសរើសយើងទៅជាដៃគូរបស់គាត់អានឹងជារឿងមួយដែលយើងត្រូវគិតបងប្អូនមួយចំនួនគាត់គិតថាយើងធ្លាប់លក់តែ pay 100% អញ្ចឹងណាពេលខ្លះអាចបត់បែនខ្លះដើម្បីយើងទទួលបានអតិថិជនកាន់តែច្រើនព្រោះខ្ញុំគិតថារបៀបនៃការចំណាយនេះក៏វាជាមធ្យោបាយមួយដែលប្រកួតប្រជែងគ្នាខ្លាំងមែនទែននៅក្នុងទីផ្សារទី5ចុងក្រោយខ្ញុំសង្កេតឃើញថាភ្ញៀវមួយចំនួនណាគាត់ចាប់ផ្ដើមថ្លឹងថ្លែងអារឿងកប៉ិចកប៉ុកនៅក្នុងការលក់នឹងមែនទែនខ្ញុំឧទាហរណ៍ថា free delivery ចុះយើងទិញអត់ free delivery ហើយគេ free delivery គាត់ទៅទិញគេភ្លាមហ្មងហើយរឿងហ្នឹងខុសគ្នា2រៀលអីខុសគ្នា 10000 អីប៉ុន្តែយើងអាចបាត់ភ្ញៀវហ្នឹងទៅគេក៏ថាបានដែរដោយសារអីភ្ញៀវឥឡូវគាត់គិតអារឿងចំណាយកប៉ិចកប៉ុកនៅក្នុងទីផ្សារនឹងខ្លាំងមែនតើថ្លឹងថ្លែងចំណេញតិចតួចនឹងច្រើនមែនតើអញ្ចឹងបើសិនជាយើងចេះផ្ដល់ឲ្យគាត់ច្រើនជាងមុនណាខ្ញុំគិតថានៅតែជាឱកាសរបស់យើងអញ្ចឹងខ្ញុំពីមុនធីមការងាររបស់ខ្ញុំលក់គឺយើងលក់ដុលហ្មងប៉ុន្តែខ្ញុំសង្កេតឃើញថាការងារមួយចំនួនបើយើងអត់ចាយលុយនេះយើងថែមឲ្យភ្ញៀវហ្មងខ្ញុំឧទាហរណ៍ដូចការប្រឹក្សាយោបល់ free ការផុសព័ត៌មានលើ page free ឬក៏ការផ្ដល់ជូនណាមួយដែលយើងអត់ចំណាយដើមទេយើងអាច free ឲ្យគាត់បានរហូតដល់កន្លែងខ្លះដែលយើងអាចគិតថាតិចតួចដែលយើងអាច free ឲ្យគាត់បានដូចជារឿង delivery បើសិនជាគិតថាយើងចំណេញតិចតួចយើងអាច free ឲ្យគាត់បានយើង free ឲ្យគាត់អញ្ចឹងអាកប៉ិចកប៉ុកទាំងអស់ហ្នឹងយើងផ្ដល់ឲ្យគាត់បានកាន់តែច្រើនយើងកាន់តែមានប្រៀបជាងអ្នកលក់ដទៃទៀតនៅក្នុងទីផ្សារព្រោះអតិថិជនពីមុនមកអាចនឹងមិនគិតលើរឿងហ្នឹងប៉ុន្តែមកដល់ពេលបច្ចុប្បន្នមកគាត់យកប្រៀបធៀបគ្នាមកគាត់មកសួរតម្លៃយើងហើយគាត់ទៅសួរតម្លៃគេស្រាប់តែមើលតម្លៃគេអូមានថែមនេះថែមនោះមាន promotion មាន warranty មានអីផ្សេងមួយឆ្នាំអញ្ចឹងណាស្រាប់តែទៅគាត់សម្រេចចិត្តទៅទិញគេអញ្ចឹងពីមុនមកយើងគិតថាគាត់ធ្លាប់ទិញយើងប៉ុន្តែដោយសារតែ
តែអប្រយោជន៍ក៏ពេចក៏ពុកតិចតួចហ្នឹងគាត់អាចធ្វើឲ្យគាត់ទៅទិញគេអ្នកផ្សេងវិញក៏មានដែរអញ្ចឹងអារឿងទាំង5នេះខ្ញុំគិតថាវារៀងវែងទេវីដេអូនេះប៉ុន្តែខ្ញុំជឿថាខ្ញុំអត់ឲ្យបងប្អូនទាំងអស់គ្នាខាតពេលក្នុងការស្ដាប់ទេខ្ញុំគិតថា5ចំណុចនេះជារឿងមួយសំខាន់មែនទែនសម្រាប់យើងជាអ្នកលក់នៅក្នុងស្ថានភាពសេដ្ឋកិច្ចឥឡូវហ្នឹងហើយមែនទែនខ្ញុំដកស្រង់ចេញពីបទពិសោធន៍មួយចំនួនដែលខ្ញុំសង្កេតឃើញពីភ្ញៀវរបស់ខ្ញុំនៅក្នុងទីផ្សារហើយខ្ញុំគិតថាវាអាចស្រដៀងនឹងបងប្អូនទាំងអស់គ្នាដែរបងប្អូនអាចស្ដាប់ម្ដងហើយម្ដងទៀតទៅហើយបើសិនជាមានកន្លែងណាមួយដែលបងប្អូនអាចយកទៅប្រើបានបងប្អូនអាចយកទៅប្រើទៅហើយចាប់ផ្ដើមមើលកន្លែងខ្លះយើងចេះតែធ្វើទៅយើងអត់បានចាប់អារម្មណ៍ថាវាកំពុងតែខុសផ្លូវវាកំពុងតែអត់ល្អវាកំពុងតែធ្វើឲ្យបាត់ភ្ញៀវអាហ្នឹងគឺយើងត្រូវកែដែរខ្ញុំជឿថាចំណុចខ្លះយើងអាចនឹងកែដើម្បីយើងទៅមុខបានខ្ញុំមានប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានប្រយោជន៍ខ្លះពីវីដេអូមួយហ្នឹងហើយបងប្អូនចង់គាំទ្រខ្ញុំបងប្អូនអាចទិញសភៅអាត់3ឬសភៅផ្កាយ5បើបងប្អូនមានបន្តអានទៅហើយបើសិនជាបងប្អូនអត់មានទេបងប្អូនអាចខ្ចីគេក៏បានប៉ុន្តែបើមិនចង់ខ្ចីគេអាចទិញជារបស់ខ្លួនឯងជាអនុស្សាវរីយ៍ក៏បានសភៅមួយក្បាល$12ទិញ2 free សេវាដឹកជញ្ជូន25ខេត្តក្រុងរាជធានីអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយ